ប្រតិភូចិនខ្ពស់និងក្រុមអ្នកសរសេរមាតិកាខេត្តយូណានបានមកដល់សៀមរាបជួយផ្សព្វផ្សាយសក្តានុពលទេសចររបស់កម្ពុជាគណៈប្រតិភូចិនខ្ពស់និងក្រុមអ្នកសរសេរមាតិកាមកពីខេត្តយូណាននៃសាធារណរដ្ឋប្រជាមានិតចិនបានមកដល់ខេត្តសៀមរាបកាលពីយប់ថ្ងៃទី26ខែកញ្ញាឆ្នាំ2025ដើម្បីចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយសក្តានុពលទេសចរដ៏សម្បូរបែបរបស់កម្ពុជាការមកដល់របស់គណៈប្រតិភូនាពេលនេះដែរដឹកនាំដោយលោកឆាយសៀងរុងអនុរដ្ឋមន្ត្រីឃោសនាការខេត្តយូណានដែលមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដោយឯកឧត្តមហុងសន្តាប់អនុរដ្ឋលេខាធិការក្រសួងទេសចររួមនឹងប្រតិភូកម្ពុជាមួយចំនួនទៀតលោកថឹមសេរីវុឌ្ឍប្រធានមន្ទីរទេសចរខេត្តសៀមរាបស្ដីទីបានមានប្រសាសន៍ថាក្នុងដំណើរទស្សនកិច្ចផ្លូវការនេះគណៈប្រតិភូនិងក្រុមអ្នកសរសេរមាតិកានឹងទៅទស្សនាប្រាសាទបុរាណសំខាន់ៗដូចជាអង្គរវត្តបាយ័នតាព្រំនិងបន្ទាយស្រីរួមទាំងតំបន់ទេសចរសំខាន់ៗមួយចំនួនទៀតក្នុងខេត្តសៀមរាបលោកបានបន្តទៀតថាពួកគាត់នឹងជួយផ្សព្វផ្សាយអំពីសុខសន្តិភាពសុវត្ថិភាពនិងសក្តានុពលដ៏សម្បូរបែបនៃតំបន់ប្រាសាទនៅកម្ពុជាសម្រាប់ភ្ញៀវទេសចរនិងវិនិយោគិនមកទស្សនានិងវិនិយោគនៅកម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈផ្ដល់ភាពកក់ក្ដៅសុវត្ថិភាពនិងបៃតងលោកថឹមសេរីវុឌ្ឍក៏បានបង្ហាញភាពជឿជាក់ថាតាមរយៈព្រឹត្តិការណ៍នានាដែលរៀបចំឡើងក្នុងក្របខ័ណ្ឌឆ្នាំទេសចរកម្ពុជាចិន2025នេះនឹងអាចផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅវប្បធម៌ប្រពៃណីម្ហូបអាហារនិងសក្តានុពលទេសចររបស់ប្រទេសទាំងពីរកាន់តែពង្រឹងចំណងមិត្តភាពការផ្លាស់ប្ដូរវប្បធម៌និងការបង្កើនទំនាក់ទំនងវិស័យទេសចរនិងពាណិជ្ជកម្មគួរឲ្យដឹងថាភ្ញៀវទេសចរចិនត្រូវបានចាត់ទុកជាប្រភពកំណើនទេសចរដ៏សំខាន់របស់កម្ពុជាជាស្ដែងនៅឆ្នាំ2024កម្ពុជាទទួលបានទេសចរអន្តរជាតិជាង 6.7 លាននាក់កើនឡើង 23% ក្នុងនោះទេសចរចិនមានចំនួន 848,952 នាក់កើនឡើង 55% សម្រាប់រយៈពេល 7 ខែដើមឆ្នាំ2025នៅទេសចរចិនមានចំនួន 687,509 នាក់កើនឡើង 48.2% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន